អភិបាលរងខេត្តកំពង់ចាមជំរុញឲ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈឲ្យកាន់តែខិតជិតនិងឆ្លើយតបទាន់ចិត្តជូនប្រជាពលរដ្ឋលោកផេនសុផលអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ជំរុញឲ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈលើកកម្ពស់តម្លាភាពសុចរិតភាពនិងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគណនេយ្យភាពសង្គមត្រីមាសទី1ឆ្នាំ2026នាព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2026នៅសាលប្រជុំខេត្តកំពង់ចាមកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុងស្រុកអភិបាលរងក្រុងស្រុកទទួលបន្ទុកការងារគណនេយ្យភាពសង្គមព្រមទាំងមន្ត្រីបង្គោលទទួលបន្ទុកអនុវត្តការងារគណនេយ្យភាពសង្គមមកពីបណ្ដាក្រុងស្រុកទូទាំងខេត្តក្នុងអង្គពិធីនេះលោកអភិបាលរងខេត្តបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលសម្រេចបានក្នុងត្រីមាសទី1លោកបានបញ្ជាក់ថាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធគឺជាសក្ខីភាពដែលធានាថាសេវាសាធារណៈពិតជាមានគុណភាពនិងសុពលភាពជាមួយគ្នានោះលោកបានផ្ដល់អនុសាសន៍ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងថវិកាជាតិឲ្យបានហ្មត់ចត់និងចំគោលដៅព្រោះរាល់ការចំណាយត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងសវនកម្មយ៉ាងតឹងរ៉ឹងបំផុតបន្ថែមលើនេះលោកអភិបាលរងខេត្តក៏បានតម្រង់ទិសការងារសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់ដោយជំរុញឲ្យមានការរៀបចំផែនការសកម្មភាពឲ្យបានច្បាស់លាស់និងស៊ីចង្វាក់គ្នាទាំងកម្រិតឆ្នាំខែនិងសប្តាហ៍ដើម្បីធានានូវការធ្វើរបាយការណ៍ឲ្យបានទៀងទាត់និងទាន់ពេលវេលាលោកបានសង្កត់ធ្ងន់លើការបែងចែកតួនាទីឲ្យបានដាច់ស្រឡះរវាងការងាររដ្ឋបាលនិងការងារគណនេយ្យភាពសង្គមជាពិសេសផ្ដោតសំខាន់លើវិស័យអប់រំនិងមណ្ឌលសុខភាពដែលជាសេវាអាទិភាពចាំបាច់សម្រាប់ពលរដ្ឋលោកអភិបាលរងខេត្តបានលើកទឹកចិត្តឲ្យមន្ត្រីបង្គោលទាំងអស់បន្តបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយព័ត៌មាននិងត្រូវចុះទៅមូលដ្ឋានផ្ទាល់ដើម្បីតាមដាននិងជួយដោះស្រាយបញ្ហាប្រឈមជូនថ្នាក់ក្រោមឲ្យបានទាន់សភាពការទន្ទឹមនឹងនោះត្រូវនាំយកបទពិសោធន៍ល្អៗដែលទទួលបានពីការចុះទស្សនកិច្ចសិក្សានានាមកកែច្នៃអនុវត្តឲ្យស្របតាមបរិបទនៃមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើឲ្យអនុវត្តការងារគណនេយ្យភាពសង្គមកាន់តែមានភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាពខ្ពស់